ពីរអ្នកប្តីប្រពន្ធនៅជាមួយគ្នា10ឆ្នាំហើយពួកគេស្រឡាញ់គ្នាខ្លាំងណាស់អ្នកទាំងពីរតែងតែលួចច្រណែននឹងគ្រួសារគេដែលមានកូនព្រោះអ្នកទាំងពីរមិនមានកូនឡើយចៃដន្យថ្ងៃមួយអ្នកទាំងពីរនំនឹងទុកខ្ញុំជាអ្នកចិនទៅចុះក្មួយស្រីក្មួយមានប៉ាម៉ាក់អត់អញ្ចឹងទៅនៅជាមួយពូមីនទៅណាអ្នកទាំងពីរក៏សម្រេចចិត្តយកក្មេងស្រីនោះមកចិញ្ចឹមគ្រប់យ៉ាងប្រៀបនឹងក្តីសុបិនសេចក្តីស្រឡាញ់ការថ្នាក់ថ្នមភាពយកចិត្តទុកដាក់របស់អ្នកទាំងពីរបានប្រគល់ឲ្យក្មេងស្រីទាំងស្រុងកូនចិញ្ចឹមម្នាក់នោះក៏ក្លាយជាដង្ហើមរបស់ពួកគេអាចនិយាយបានថាជីវិតរបស់អ្នកទាំងពីរគឺក្មេងស្រីនេះ9 ខែក្រោយអ្វីដែលគួរឲ្យភ្ញាក់ផ្អើលខ្លាំងបំផុតគឺtôi của em là người bông con nó kinh lụa con từ đây khang khéo hơn á con còn mấy ôm màគ្រប់យ៉ាងត្រូវបានផ្លាស់ប្ដូរក្តីសុបិនត្រូវបានរលាយបាត់ក្នុងមួយពព្រិចភ្នែក3 ឆ្នាំកន្លងផុតទៅយ៉ាងលឿនសេចក្តីស្រឡាញ់ថ្នាក់ថ្នមការយកចិត្តទុកដាក់និងភាពកក់ក្ដៅត្រូវបានចែករំលែកតែរំលែកមិនស្មើគ្នាឡើយเอาตุ๊กตามาตะโกนเลยนะโกนนะเลยอย่างมือนี่ปาในទឹកចិត្តស្រឡាញ់និងការលេងសើចរបស់ប្អូនស្រីដែលមិនទាន់ដឹងក្តីចំពោះបងប្រែជាការស្អប់ភាពជាគ្រួសារកាន់តែឃ្លាតឆ្ងាយពីកូនចិញ្ចឹមការស្អប់ត្រូវបានសន្សំទុកក្នុងចិត្តរហូតក្លាយជាគំនុំធ្វើឲ្យក្មេងស្រីម្នាក់ហ៊ានធ្វើអ្វីៗគ្រប់យ៉ាងដើម្បីទាមទារអតីតកាលមកវិញលេងហ្នឹងកូនគ្រូថ្នាក់កូនណាតោះចូលផ្ទះកូនតា
កូនស្រីកូននៅផ្ទះហើយជួយមើលប្អូនផងម៉ាក់នឹងប៉ាទៅធ្វើការហើយក ូននៅមើលផ្ទះណាហើយមើលប្អូនផងហើយភ្នាក់បងប្អូនយើងត្រូវស្រឡាញ់គ្នាណា ពាក្យថាស្រឡាញ់នឹងមើលថែប្អូនគឺគ្មានទេចំពោះបងស្រី con anh coi là ngay na chạm bông từ tinh cái đẹp anh nhắm cùng tay nha ហើយអ្វីក៏បងស្រីទៅយូរយ៉ាងនេះហើយមិនទាន់ត្រូវអនុវិញទៀតប្រហែលជាកន្លែងលោកតារ៉ែននៅឆ្ងាយហើយមើលទៅអាណិតបងស្រីណាចុកជើងស្លាប់ហើយនាងចាំរហូតដល់គេងលក់ភ្ញាក់ឡើងនៅតែមិនទាន់ឃើញបងស្រីត្រឡប់មកវិញទៀតនាងបារម្ភខ្លាំងណាស់ខ្លាចបងស្រីជួបបញ្ហាផ្ទុំទៅវិញបងស្រីមិនមានបញ្ហាអ្វីទេអ្នកដែលជួបបញ្ហាគឺនាង ដែលជាគូបង្កើតរបស់អ្នកទាំងពីរតែព្រមលិខិតមិនបណ្ដោយឲ្យក្មេងស្រីឯកាឡើយដោយផ្លាស់ប្ដូរវាសនារបស់នាងទៅរស់នៅជាមួយលោកនាយចិត្តធម៌ម្នាក់ គ្រួសារធ្លាប់តែជួបជុំប្រើជាប្រព្រឹត្តរីឯប្អូនស្រីដ៏កំសត់ម្នាក់នេះត្រូវបានរកសាច់អណ្ដាតទៅទីកន្លែងមួយឆ្ងាយសែនឆ្ងាយមកហើយឆ្នាំក្រោយ មិនយូរប៉ុន្មានលោកយាយក៏បានមានចាក់លោកទៅបង្សល់ភាពឯកានិងកំដរចៅស្រីតើវាសនារបស់នាងនឹងទៅជាយ៉ាងណា រីឯប្អូនស្រីដ៏កំសត់ម្នាក់នេះត្រូវបានរកសាច់អណ្ដាតទៅទីកន្លែងមួយឆ្ងាយសែនឆ្ងាយមកហើយឆ្នាំក្រោយមិនយូរប៉ុន្មាន លោកយាយក៏បានមានចាក់លោកទៅបង្សល់ភាពឯកានិងកំដរចៅស្រីតើវាសនារបស់នាងនឹងទៅជាយ៉ាងណា Yeah.
ចិត្តស្រឡាញ់នឹងការលេងសើចរបស់ប្អូនស្រីដែលមិនទាន់ដឹងក្តីចំពោះបងប្រែជាការស្អប់ភាពជាគ្រួសារកាន់តែឃ្លាតឆ្ងាយពីកូនចិញ្ចឹមការស្អប់ត្រូវបានសន្សំទុកក្នុងចិត្តរហូតក្លាយជាគំនុំធ្វើឲ្យក្មេងស្រីម្នាក់ហ៊ានធ្វើអ្វីៗគ្រប់យ៉ាងដើម្បីទាមទារអតីតកាលមកវិញកុំលេងហ្នឹងកូនគ្រូថ្នាក់កូនណាតោះចូលផ្ទះកូនតាកូនស្រីកូនអ្វីដែលគួរឲ្យភ្ញាក់ផ្អើលខ្លាំងបំផុតគឺពួកឯងស្រឡាញ់បងកូនប្អូនណាគេលក់អញកូនទៅលេងខាងក្រៅហើយណាកូនណាកូនកុំលេងអូនមកតាតាគ្រប់យ៉ាងត្រូវបានផ្លាស់ប្ដូរក្តីសុបិនត្រូវបានរលាយបាត់ក្នុងមួយពព្រិចភ្នែក3ឆ្នាំកន្លងផុតទៅយ៉ាងលឿនសេចក្តីស្រឡាញ់ថ្នាក់ថ្នមការយកចិត្តទុកដាក់និងភាពកក់ក្ដៅត្រូវបានចែករំលែកតែរំលែកមិនស្មើគ្នាឡើយកូនឲ្យទៅតាមទៅប្អូនទៅណាកូននឹងលេងជាមួយនេះបានហើយនៅផ្ទះឲ្យជួយមើលប្អូនផងម៉ាក់និងប៉ាទៅធ្វើការហើយកូននៅមើលផ្ទះណាហើយមើលប្អូនផងហើយភ្នាក់បងប្អូនយើងត្រូវស្រឡាញ់គ្នាណាពាក្យថាស្រឡាញ់និងមើលថែប្អូនគឺគ្មានទេចំពោះបងស្រីcon anh coi là ngay na chạm bông từ tinh cái đẹp anh nhắm cùng tay nha តែបងក៏បងស្រីទៅយូរយ៉ាងនេះហើយមិនទាន់ត្រូវឲ្យទៅទៀតប្រហែលជាកន្លែងលក់ការ៉េមនៅឆ្ងាយហើយមើលទៅអាណិតបងស្រីណាចុកជើងស្លាប់ហើយនាងចាំរហូតដល់គេងលក់ភ្ញាក់ឡើង
នៅតែមិនទាន់ឃើញបងស្រីត្រឡប់មកវិញទៀតនាងបារម្ភខ្លាំងណាស់ខ្លាចបងស្រីជួបបញ្ហាផ្ទុំទៅវិញបងស្រីមិនមានបញ្ហាអ្វីទេអ្នកដែលជួបបញ្ហាគឺនាងពីរអ្នកប្តីប្រពន្ធនៅជាមួយគ្នា10ឆ្នាំហើយពួកគេស្រឡាញ់គ្នាខ្លាំងណាស់អ្នកទាំងពីរតែងតែលួចច្រណែននឹងគ្រួសារគេដែលមានកូនព្រោះអ្នកទាំងពីរមិនមានកូនឡើយចៃដន្យថ្ងៃមួយអ្នកទាំងពីរនំនឹងទុកខ្ញុំជាអ្នកចិនទៅចឹងក្មួយស្រីក្មួយមានប៉ាម៉ាក់អត់អញ្ចឹងទៅនៅជាមួយពូមីនទៅណាអ្នកទាំងពីរក៏សម្រេចចិត្តយកក្មេងស្រីនោះមកចិញ្ចឹមគ្រប់យ៉ាងប្រៀបនឹងក្តីសុបិនសេចក្តីស្រឡាញ់ការថ្នាក់ថ្នមភាពយកចិត្តទុកដាក់របស់អ្នកទាំងពីរបានប្រគល់ឲ្យក្មេងស្រីទាំងស្រុងកូនចិញ្ចឹមម្នាក់នោះក៏ក្លាយជាដង្ហើមរបស់ពួកគេអាចនិយាយបានថាជីវិតរបស់អ្នកទាំងពីរគឺក្មេងស្រីនេះ9 ខែក្រោយរូបភាពសោកសង្វេគបំផុតក៏បានធ្លាក់លើអូនស្រីដែលជាគូបង្កើតរបស់អ្នកទាំងពីរតែព្រំលិខិតមិនបណ្ដោយឲ្យក្មេងស្រីនេះឯកាឡើយដោយផ្លាស់ប្ដូរវាសនារបស់នាងទៅរស់នៅជាមួយលោកនាយចិត្តធម៌ម្នាក់គ្រឿងសែនធ្លាប់តែជួបជុំប្រាជាប្រព្រឹត្តរីឯអូនស្រីដ៏កំសត់ម្នាក់នេះត្រូវបានរសាត់អណ្ដាតទៅទីកន្លែងមួយឆ្ងាយសែនឆ្ងាយ20ឆ្នាំក្រោយមិនយូរប៉ុន្មានលោកយាយក៏បានមានចាក់លោកទៅបង្សល់ភាពឯកានិងកំដរចៅស្រីតើវាសនារបស់នាងនឹងទៅជាយ៉ាងណា